កម្ពុជាបន្តរក្សាជំហរបដិញ្ញាចិត្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិនៅព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2026ឯកឧត្តមសេនីយ៍ឯកវងពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទបានអញ្ជើញជាអធិបតីក្នុងពិធីសម្ដែងសម្ដាល់និងប្រគល់បានសរសើរជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំព្រះរាជាណាចក្រកម្ពុជាលោកវរៈសេនីយ៍ឯក Mod Farid bin Mod Joseph ប្រធានក្រុម AOT ធ្វើរបាយការណ៍សកម្មភាពការងារដែលក្នុងរយៈពេល7ខែមកនេះក្រុម AOT បានបដិញ្ញាចិត្តពេញទំហឹងនិងម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែលរួមមានការតាមដានស្ថានភាពនៃទីតាំងជាក់ស្ដែងការលើកកម្ពស់ដំណាភាពការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធនិងគាំទ្រដល់កិច្ចខិតខំដើម្បីរក្សាស្ថិរភាពទប់ស្កាត់ការកើនឡើងនៃភាពតានតឹងលោកវរៈសេនីយ៍ឯកបានគូបញ្ជាក់ថាទោះបីបេសកកម្មជួបប្រទះបញ្ហាប្រឈមខ្លះៗរួមមានកម្រិតនៃប្រតិបត្តិការភាពស្មុគស្មាញនៃការសម្របសម្រួលនិងភាពរសើបនៃបរិយាកាសសន្តិសុខក្តីក៏ក្រុម AOT តែងរក្សាបាននូវបទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុតភាពយុត្តិធម៌និងសុចរិតភាពតាមរយៈការតស៊ូនិងកិច្ចសហការប្រកបដោយការទទួលខុសត្រូវលោកប្រធានក្រុម AOT បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការគាំទ្រយ៉ាងមុតមាំនិងការបដិញ្ញាចិត្តខ្ពស់ក្នុងអំឡុងពេលនៃការបំពេញបេសកកម្មដែលបានជួយជ្រោមជ្រែងរៀបចំផ្នែកសន្តិសុខនិងការសម្របសម្រួលធ្វើឲ្យក្រុម AOT អាចអនុវត្តការងារបានយ៉ាងមានប្រសិទ្ធភាពសុវត្ថិភាពនិងបរិយាកាសល្អប្រសើរក្នុងមតិសម្ដែងសម្ដាល់ឯកឧត្តមនាយឧត្តមសេនីយ៍វងពិសេនបានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាសមាជិកអាស៊ានជាពិសេសរាជរដ្ឋាភិបាលនិងកងទ័ពម៉ាឡេស៊ីដែលបានគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃនិងបានបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មសង្កេតការណ៍នៅកម្ពុជាក្នុងនាមជាគ្រួសារអាស៊ានឯកឧត្តមបានចាត់ទុកការគាំទ្ររបស់បណ្ដាប្រទេសជាសមាជិកអាស៊ានគឺបានបង្ហាញអំពីសាមគ្គីភាពឯកភាពនិងការបដិញ្ញាចិត្តរបស់អាស៊ានក្នុងការរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់ស្របពេលដែលសភាពការពិភពលោកស្ថិតក្នុងភាពតានតឹងនិងស្មុគស្មាញគួរឲ្យព្រួយបារម្ភឯកឧត្តមបានគូបញ្ជាក់ថាការបង្កើតក្រុម AOT មិនមែនកើតឡើងដោយចៃដន្យនោះឡើយហើយបេសកកម្មរបស់ក្រុម AOT នេះនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រអាស៊ានដែលបានចូលរួមដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធរវាងសមាជិកអាស៊ានខ្លួនឯងឯកឧត្តមបានកោតសរសើរដោយស្មោះចំពោះក្រុម AOT ប្រចាំកម្ពុជាដែលបានខិតខំដោយមិនរុញរានិងលះបង់គ្រប់កលៈទេសៈបើទោះបីជាបេសកកម្មតម្រូវឲ្យទៅសង្កេតការយប់ប្រលប់ត្រួតពិនិត្យការកែសម្រួលសភាវុធក្រោមកម្ដៅថ្ងៃនិងភ្លៀងនិងពេលខ្លះក្រោមសម្ពាធនៃការគំរាមកំហែងដោយស្នូកំភ្លើងពីភាគីម្ខាងទៀតក៏ដោយក្នុងនាមជាប្រទេសសមាជិកអាស៊ានយើងគួរថែរក្សាឲ្យបាននូវសាមគ្គីភាពឯកភាពនិងមជ្ឈភាពអាស៊ានដើម្បីរួមគ្នាឆ្ពោះទៅរកសន្តិភាពវិបុលភាពនិងការអភិវឌ្ឍកម្ពុជាបន្តរក្សាជំហរនិងបដិញ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិនេះជាការគូបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍វងពិសេននៅចុងបញ្ចប់ឯកឧត្តមអគ្គមេបញ្ជាការក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហ្វីលីពីនដែលជាប្រធានអាស៊ានបដូវវេនក្នុងឆ្នាំ2026នេះដោយសង្ឃឹមថាហ្វីលីពីននឹងបន្តដឹកនាំក្រុម AOT ក្នុងការចូលរួមសម្របសម្រួលនិងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងតាមបណ្ដោយព្រំដែនកម្ពុជាថៃឲ្យវិលត្រឡប់ទៅកាន់ប្រក្រតីភាពឡើងវិញ។